បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញ3រូបមន្តផ្សំធ្វើចំណីមាន់ដែលល្អនិងចំណេញបំផុតសម្រាប់បងប្អូនអ្នកដែលចូលចិត្តចិញ្ចឹមមាន់លក្ខណៈគ្រួសារហើយរូបមន្តទី3ហ្នឹងគឺជារូបមន្តដែលពិសេសជាងគេបើបងប្អូនចង់ដឹងច្បាស់សូមបងប្អូនទស្សនាវីដេអូដល់ចប់ទាំងអស់គ្នារូបមន្តទី1យើងមានបន្លែកាស្នោតផ្ទះបាយត្រីទឹកម៉ត់ហើយនិងអំបិលហើយនិងស្ករត្នោតជាដំបូងយើងទៅរកបន្លែមកបន្លែនៅជិតផ្ទះរបស់បងប្អូនដូចជាតកួនក៏បានតែខ្ញុំបង្ហាញខ្ញុំយកស្លឹកឆៃយ៉ាអូផ្ទះខ្ញុំដាំស្លឹកឆៃយ៉ាច្រើនហើយយើងយកទៅច្រាំវាឲ្យម៉ត់ចឹងមកអានេះត្រីដែលនៅសល់យកទៅច្រាំដូចគ្នាច្រាមឲ្យវាម៉ត់បានល្អមកសួរមាន់ទាយើងស៊ីហើយតមកយើងដាក់កន្ទក់ម៉ត់សូមយកកន្ទក់ម៉ត់អាលេខ1ក៏បានដែរហើយលាយបន្លែហើយនឹងស្រូវហើយចុងកលាយចូលគ្នាចឹងមកបងប្អូនមានស្រូវត្រាំក៏ល្អដែរតែនេះខ្ញុំដាក់ស្រូវធម្មតាលាយជាមួយចុងកហើយមានកន្តិចបន្លែយើងច្រាមឲ្យហ្នឹងមានអំបិលមានស្ករត្នោតហើយកន្ទក់គ្រឿងផ្សំទាំងអស់ហ្នឹងយើងច្បល់បញ្ចូលគ្នាមកល្មមកុំឲ្យរាវពេកឬក៏បងប្អូនចង់ដាក់រាវក៏បានដែរវាអត់បញ្ហាទេរូបមន្តទី2យើងមានបន្លែឬក៏ស្មៅឬក៏ចកសូឡាហើយបាយកកកន្ទក់ម៉ត់ដូចគ្នាហើយនឹងអំបិលស្ករត្នោតដែររបៀបធ្វើហ្នឹងគឺយើងត្រូវយកស្ករហើយនឹងអំបិលហ្នឹងយកទៅលាយទឹកសិនហើយនេះបន្លែខ្ញុំយកដើមស្មៅអាស្មៅធំហ្នឹងខ្ញុំហាយហ្នឹងនេះគាត់ឲ្យវាស៊ីទៅទេក៏វាស៊ីដែរបងប្អូនហើយយកទៅហាន់វាច្រាមហើយកុំច្រឡំស្លឹកគ្រៃស្មៅមិញហ្នឹងណាតែស្មៅខ្ចីយើងច្រាមវាម៉ត់មកហើយមានបាយកកយើងសល់ហ្នឹងយើងលាយចូលមានស្រូវដែរបាទដាក់ចូលគ្នាមកបន្ទាប់ពីដាក់ហើយយើងយកទឹកស្ករហើយនឹងអំបិលហ្នឹងបងប្អូនយកទៅចាក់ចូលក្នុងល្បាយដែលយើងបានផ្សំហ្នឹងពេលយើងលាយអញ្ចឹងទៅធ្វើឲ្យល្បាយហ្នឹងវារត់ស្មើសាច់ល្អបើបងប្អូនដាក់ទាំងមូលវាមិនងាយរលាយបាទអានេះខ្ញុំលាយមកបែកហ្នឹងព្រោះមាន់ខ្ញុំស៊ីអញ្ចឹងក៏ស៊ីឬក៏យើងលាយរៀងគោកជាងហ្នឹងក៏វាស៊ីដែរបើថាទាវិញទៀតរើសទេហើយរូបមន្តទី3គឺយើងមានបន្លែដូចគ្នាពោតកិនពោតអត់ហ្នឹងបងប្អូនអាចរកបានទីផ្សារមានកន្ទក់ម៉ត់ដែរមានស្រូវហើយនឹងលាយចំណីកូនមាន់អញ្ចឹងវិធីធ្វើវាមិនខុសគ្នាប្រហែលទេយើងយកបន្លែយកទៅហាន់ហើយម៉ត់មកខ្ញុំប្រើស្លឹកឆៃយ៉ាទៀតហើយបងប្អូនមានចកសូឡាបងប្អូនប្រើចកសូឡាទៅបងប្អូនមានបន្លែអីក៏ដោយបន្លែតកួនឬក៏ស្ពៃឬក៏បន្លែស្មៅបងប្អូនដាំចិត្តផ្ទះហ្នឹងដូចជាស្លាបទាស្លាបអីហ្នឹងក៏ដាក់បានដែរយើងហាន់វាម៉ត់ចឹងមកហាន់ឲ្យម៉ត់ហើយយើងយកបន្លែទាំងអស់ហ្នឹងយកទៅលាយជាមួយគ្រឿងផ្សំយើងប្រហែលមុខទៀតមានដូចជាពោតកិនមិញហ្នឹងពោតម៉ត់ហ្នឹងហើយយើងលួចចំណីកូនមាន់បន្តិចដើម្បីយកពណ៌វាស្អាតបាទនេះពោតកិនហ្នឹងបើនៅទីផ្សារខ្ញុំគឺខ្ញុំទិញ1គីឡូដូចជា2500តែបើនៅតំបន់ដែលសម្បូរហើយអាចធូរជាងហ្នឹងហើយយើងច្បល់ចូលគ្នាមកមិនថាទាមិនថាមាន់នេះចូលចិត្តណាស់មិនថាមាន់ឬក៏ទាទេបើបងប្អូនចង់ឲ្យវាធាត់លឿនណាបងប្អូនប្រើស្ករជាពិសេសស្ករត្នោតយើងណាបងប្អូនលាយជាមួយចំណីទៅ
អាហ្នឹងសម្រាប់អ្នកដែលចង់ឲ្យមាន់ធំលឿនយើងមើលតាមនោះយើងតែធ្វើស្ករច្រើនពេកវាឡើងគីឡូឡើងសាច់លឿនចឹងដែរវាធាត់ចឹងហើយសត្វក៏ដូចគ្នាដែរហើយនៅបងប្អូនសបោស្ករបងប្អូនដាក់ហើយវាស៊ីជាប្រចាំទៅបងប្អូនឃើញស្រាប់ចំណីហើយក្លិនវាឈ្ងុយព្រោះសត្វរបស់ធម្មជាតិទាំងអស់ហើយរបស់ទាំងអស់ហ្នឹងគឺយើងងាយរកនៅប្រចាំផ្ទះដូចជាបន្លែកាក់សំណល់ផ្ទះបាយយើងសន់ហ្នឹងយើងកុំបោះចោលវាយើងច្នៃមកធ្វើជាចំណីមាន់ចឹងមកវាចំណេញបានច្រើនយើងកាត់បន្ថយខ្ទង់ចំណាយយើងចាយទៅលើចំណីសម្រាប់តែយើងទិញពីទីផ្សារអញ្ចឹងយើងមានដូចជាបន្លែយើងដាំកិនផ្ទះមានបាយកកយើងសល់យើងមានអំបិលយើងមានកាក់សម្រាប់ផ្ទះបាយយើងហ្នឹងអញ្ចឹងវាឃើញចំណេញបងប្អូនហើយគ្រឿងផ្សំផ្សេងទៀតបងប្អូនអាចរកដូចជាកន្ទក់ហ្នឹងយើងទិញឥឡូវដូចជា1គីឡូប្រហែល 800-900 ទៅហ្នឹងកន្ទក់ម៉ត់អាលេខ1ចុងកហើយបងប្អូនសំវាចូលគ្នាមកជាចំណីមាន់ដែលងាយៗនៅក្នុងផ្ទះបាទក្នុងវីដេអូបន្ទាប់ទៀតខ្ញុំនឹងប្រាប់បងប្អូនពីរបៀបលាយចំណីមាន់ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្ញុំនឹងចែកជូនបងប្អូនបន្តទៀតបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like comment ហើយនឹង share វីដេអូនេះចែកជូនបងប្អូនផ្សេងទៀតបានទស្សនាប្រសិនបើបងប្អូនមានចម្ងល់កន្លែងណាទាក់ទងនឹងវិធីលាយការលាយគ្រឿងផ្សំអីបងប្អូនអាច comment ខាងក្រោមវីដេអូនេះបានបាទអរគុណ